ភាពអស្ចារ្យរបស់មហាបុរសខុងជឺកំពូលអ្នកប្រាជ្ញដែលបានបង្កើតផ្នត់គំនិតនិងច្បាប់សង្គមអាស៊ីអស់រយៈពេលជាង2500ឆ្នាំឥទ្ធិពលដ៏មហិមាដែលចាក់គ្រឹះវប្បធម៌ពិភពលោកនៅក្នុងប្រវត្តិសាស្ត្ររបស់មនុស្សជាតិបើទោះបីជាមានមហាអធិរាជឬស្ដេចចម្បាំងជាច្រើនអង្គបានប្រើប្រាស់ទ័ពរាប់លានអ្នកដើម្បីវាយលុកនិងគ្រប់គ្រងទឹកដីក៏ដោយប៉ុន្តែនៅពេលដែលពេលវេលាកន្លងផុតទៅអាណាចក្ររបស់ពួកគេក៏ត្រូវរលាយបាត់តាមខ្យល់ដែរប៉ុន្តែមានបុរសម្នាក់គាត់មិនមានទាហានសូម្បីតែម្នាក់នៅក្នុងដៃមិនដែលមានអំណាចជាស្ដេចផែនដីតែគំនិតនិងពាក្យប្រដៅរបស់គាត់បានដិតជាប់និងគ្រប់គ្រងខួរក្បាលរបស់មនុស្សលោកអស់រយៈពេលជាង2500ឆ្នាំមកហើយគាត់គឺជាមហាគ្រូនិងជាបិតានៃទស្សនវិជ្ជាអាស៊ីគឺលោកខុងជឺដែលបានចាប់កំណើតនៅឆ្នាំ551មុនគ្រិស្តសករាជនៅក្នុងខេត្តលូនៃប្រទេសចិនបុរាណខ្សែជីវិតរបស់លោកខុងជឺគឺជារឿងរ៉ាវនៃការតស៊ូដ៏អស្ចារ្យបំផុតគាត់បានកំព្រីឪពុកតាំងពីអាយុ3ឆ្នាំនិងបានឆ្លងកាត់ភាពក្រីក្រលំបាកតោកយ៉ាកជាមួយម្ដាយប៉ុន្តែអ្វីដែលធ្វើឲ្យគាត់ក្លាយជាបុគ្គលអស្ចារ្យហួសពីមនុស្សធម្មតាគឺការស្រឡាញ់ចំណេះដឹងនិងមហិច្ឆតាចង់ជួយសង្គ្រោះមនុស្សលោកនៅក្នុងយុគសម័យដែលប្រទេសចិនកំពុងតែមានសង្គ្រាមស៊ីវិលហូរឈាមគ្មានឈប់ឈរលោកខុងជឺបានក្រោកឈរឡើងបង្កើតសាលាបង្រៀនដំបូងគេក្នុងប្រវត្តិសាស្ត្រដោយបើកទ្វារទទួលសិស្សគ្រប់វណ្ណៈមិនថាអ្នកមានឬអ្នកក្រឡើយដើម្បីបណ្ដុះបណ្ដាលដួងព្រលឹងមនុស្សឲ្យស្គាល់ពីតម្លៃនៃសន្តិភាពនិងការគ្រប់គ្រងចិត្តភាពល្បីល្បាញដ៏រន្ទឺរបស់លោកខុងជឺមិនមែនកើតឡើងដោយចៃដន្យឡើយតែវាបានមកពីសមិទ្ធផលការងារនិងទ្រឹស្ដីស្នូលដែលផ្លាស់ប្ដូរវាសនាសង្គមទាំងស្រុងទី1ការបង្កើតប្រព័ន្ធអប់រំនិងការប្រឡងជ្រើសរើសមន្ត្រីមុនសម័យលោកខុងជឺមានតែពួកកូនចៅស្ដេចឬអ្នកមានអំណាចប៉ុណ្ណោះទើបអាចធ្វើជាមន្ត្រីដឹកនាំប្រទេសបានប៉ុន្តែលោកខុងជឺបានផ្លាស់ប្ដូរប្រវត្តិសាស្ត្រដោយបង្រៀនថាមនុស្សគ្រប់រូបមានសិទ្ធិស្មើគ្នាក្នុងការរៀនសូត្រហើយការធ្វើជាអ្នកដឹកនាំគឺត្រូវវាស់វែងលើសមត្ថភាពនិងគុណធម៌មិនមែនវាស់លើខ្សែស្រឡាយឬទ្រព្យសម្បត្តិឡើយគំនិតនេះបានក្លាយជាគ្រឹះនៃប្រព័ន្ធរដ្ឋបាលទំនើបរបស់ពិភពលោកសព្វថ្ងៃទី2គម្ពីរខុងជឺនេះជាមហាសមិទ្ធផលដ៏វិសេសវិសាលដែលប្រមូលផ្ដុំដោយពាក្យប្រដៅនិងគំនិតយុទ្ធសាស្ត្ររបស់គាត់គម្ពីរនេះបានក្លាយជាច្បាប់រដ្ឋធម្មនុញ្ញផ្លូវចិត្តសម្រាប់ស្ដេចផែនដីនិងថ្នាក់ដឹកនាំនិងប្រជាជនទូទាំងតំបន់អាស៊ីដូចជាចិនជប៉ុនកូរ៉េនិងវៀតណាមយកទៅអនុវត្តតាមក្នុងការរស់នៅនិងគ្រប់គ្រងរដ្ឋអស់រាប់ពាន់ឆ្នាំទី3ទ្រឹស្ដីច្បាប់មាសនៃទំនាក់ទំនងលោកខុងជឺបានលើកត្រដាងថាសង្គមជាតិមួយមានសន្តិភាពលុះត្រាតែមានលំនឹងក្នុងទំនាក់ទំនងធំទាំង5ដូចជាស្ដេចនិងរាស្ត្រឪពុកនិងកូនប្តីនិងប្រពន្ធគាត់បានបង្កើតគោលការណ៍ដឹងគុណនិងបំពេញតួនាទីដោយបញ្ជាក់ថាបើអ្នកធ្វើជាឪពុកត្រូវធ្វើជាឪពុកដ៏ល្អបើធ្វើជាកូនត្រូវចេះគោរពដឹងគុណនោះសង្គ្រាមនឹងមិនអាចកើតឡើងបានឡើយទោះបីជាលោកខុងជឺបានលាចាកលោកនេះទៅនៅក្នុងឆ្នាំ479មុនគ្រិស្តសករាជក្នុងជន្មាយុ72ឆ្នាំក៏ដោយប៉ុន្តែឥទ្ធិពលដួងព្រលឹងនិងពន្លឺបញ្ញារបស់គាត់មិនដែលរលត់ឡើយតែវាបានក្លាយជាឫសកែវដ៏រឹងមាំនៃសីលធម៌របស់មនុស្សជាតិមុនពេលលាចាកលោកគាត់បានបន្សល់ទុកនៅទស្សនៈមាសសម្រាប់ដាស់សតិមួយឃ្លាផ្ញើជូនមនុស្សគ្រប់ជំនាន់ថាការឈ្នះខ្លួនឯងនិងការវិលត្រឡប់មកត្រួតត្រាចិត្តឲ្យស្ថិតក្នុងសីលធម៌គឺជាកំពូលនៃភាពអស្ចារ្យរបស់មនុស្សមេរៀនជីវិតនិងសមិទ្ធផលដ៏អស្ចារ្យរបស់លោកខុងជឺបង្រៀនយើងឲ្យដឹងថាអំណាចដែលពិតប្រាកដនិងមានឥទ្ធិពលយូរអង្វែងបំផុតមិនមែនការចេញពីការប្រើកម្លាំងបាយឬការបង្ខំអ្នកដទៃនោះទេតែវាសាងឡើងដោយការអប់រំចំណេះដឹងនិងសីលធម៌ខាងក្នុងចិត្តនៅក្នុងសង្គមបច្ចុប្បន្នដែលមនុស្សជាច្រើនខំប្រឹងរត់ប្រជែងដើម្បីតែអំណាចនិងលុយកាក់ខាងក្រៅទស្សនវិជ្ជារបស់លោកខុងជឺដាស់តឿនយើងថាភាពជោគជ័យដ៏ថ្លៃថ្នូរនិងអស្ចារ្យបំផុតគឺការចាប់ផ្ដើមពីការកែប្រែខ្លួនឯងរៀនបំពេញតួនាទីក្នុងគ្រួសារឲ្យបានល្អគោរពដឹងគុណអ្នកមានគុណនិងរស់នៅដោយមានសេចក្តីថ្លៃថ្នូរព្រោះនៅពេលដែលចិត្តយើងមានគុណធម៌ពិតប្រាកដនោះយើងក៏កំពុងតែបង្កើតសន្តិភាពដ៏អស្ចារ្យសម្រាប់ខ្លួនឯងនិងមនុស្សជុំវិញខ្លួនដូចគ្នាដែរ